dương miền mê riêng mũi tiết và tập thì ngày muốn dương riêng ở hai Google Doc Google Sheet ấy dương riêng ở hai là dương mà riêng Google Form mà đòn bong bồn nhưng miền slide nhưng ai phải chụp bong bồn hay bong bồn ai từ anh watch chết đấy hay thôi assignment là nhom đôi tầm môn chẳng đường assignment là không khả bao nhom đại coaching ấy nhom ai extend và to bàn chẳng hết á nên thầy dương vừa về na các bạn đấy và tay như vậy để nhom trong cái bong bồn đàoสำคัญនោះគឺនៅក្នុងបណ្ដាញខេត្តតែមាន assignment នោះដោយសារខ្ញុំបានដាក់ជាក់លាក់ថាថ្ងៃណាហ្នឹងបងប្អូនគួរតែបញ្ញាក្នុងការបំពេញ assignment ហ្នឹងទៅដើម្បីវាជា credit បន្តទៅទៀតអញ្ចឹងណាព្រោះអីនៅពេលដែលខ្ញុំទៅ refresh នៅថ្ងៃខាងមុខទៀតដែលខ្ញុំនិយាយថាយើងប្រហែលជាជួបគ្នា face to face បន្ទាប់ពី May approve ហ្នឹងគឺខ្ញុំនឹងនិយាយរឿង assignment ហ្នឹងមួយសារទៀតបើបងប្អូនធ្វើមិនបានទេកន្លែងហ្នឹងយើងត្រូវនិយាយគ្នាហើយថាបងប្អូនធ្វើមិនបានបងប្អូនអាចទទួលបានវិញ្ញាបានបាត់ឬក៏ការទទួលស្គាល់ថាបងប្អូនជា provincial card digital បានទេព្រោះបងប្អូនអាចធ្វើអានឹងបានផងហ្នឹងហើយយើងមករៀនទាំងអស់គ្នាហេតុអីមកយើងធ្វើមិនបានមិនចូលរួមមិនសួរមិនចែករំលែកពីទុកលំបាករបស់យើងមកគ្នាយើងមកដើម្បីជួយគ្នាអញ្ចឹងណានេះអស់នេះឯងដែលជាចំណុចដែលយើងត្រូវជួយគ្នាណាព្រោះបើសិនជាបងប្អូនចូលរួមហើយបងប្អូនអត់មាន action បន្តទៀតអត់មានសកម្មភាពបន្តទៀតទេគ្រាន់តែចូលរួមទេវាអត់មើលឃើញពីភាពរីកចម្រើនទេអញ្ចឹងណាបងប្អូនភាពរីកចម្រើនមិនប្រកាសថាបងប្អូនចូលរួមហើយតែបងប្អូនមានបញ្ហាបងប្អូនទុកវាចោលអានឹងអត់ហៅថាការភាពរីកចម្រើនជួបបញ្ហាប្រាប់មានបញ្ហាអីយើងចែកម្លែកគ្នាតែយើងជួយគ្នាទៅវិញទៅមកបងប្អូនសិតតែអ្នកស្ម័គ្រចិត្តសិតតែអ្នកមានបេះដូងមិនធ្វើការងារអញ្ចឹងយើងជួយគ្នាហ្នឹងហើយខ្ញុំអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនគឺប៉ុណ្្នឹងឯងទោះបីបងប្អូនរវល់មិនក៏ដោយអត់បញ្ហាទេធ្វើទៅតាមសមត្ថភាពជាក់ស្ដែងរវល់មិនក៏រវល់ទៅប៉ុន្តែអ្វីដែលសំខាន់ការបដិញ្ញាចិត្តហ្នឹងបន្ទាប់ពីបងប្អូនរវល់ហើយបងប្អូនមានបាន take action បន្តទៀតអត់ឬក៏រវល់ហើយចប់ត្រឹមហ្នឹងរវល់ហើយលោកគ្រូខ្ញុំអត់រវល់ហើយក៏ស្ងាត់ចឹងទៅអាបញ្ហានៅតែបញ្ហាចឹងទៅអញ្ចឹងវាអត់អាចដោះបានចឹងទៅទាំងនៃយើងធ្វើដើម្បីអភិវឌ្ឍសមត្ថភាពទាំងអស់គ្នាអញ្ចឹងណាមួយទៀតយើងក៏ record វីដេអូដែរថាសួរថារវល់ហើយបងប្អូនមានទៅមើលវីដេអូអត់ខ្ញុំនិយាយទៅលើបងប្អូនដទៃទៀតទេតែអត់បានចូលទេតែថារវល់តែថារវល់គ្រូខ្ញុំអត់បានចូលរៀនតែសួរតែគាត់បន្ទាប់ពីចប់មេរៀនហ្នឹងទៅហើយអាការរវល់ចប់ទៅគាត់មានបានពិនិត្យតាមដានសួរនាំបន្តទៀតអត់ស្ងាត់ឈឹកអញ្ចឹងហ្នឹងខ្ញុំដឹងគាត់សួរនាំបងប្អូនផ្ទាល់ខ្លួនខ្ញុំដឹងតែសម្រាប់ខ្ញុំគឺស្ងាត់ហ្មងអ្នកដែលស្ងាត់នៅតែស្ងាត់ចឹងបងប្អូនដឹងហើយថាពីមួយមេរៀនទៅមួយមេរៀនសិតតែជាការងារលំបាកណាបងប្អូនមិនងាយស្រួលទេមិនងាយស្រួលតែហ្មងអូខេឥឡូវខ្ញុំចាប់ផ្ដើម share បាទនេះជាមេរៀនរបស់យើងហើយបាទមេរៀនរបស់យើងថ្ងៃនេះគឺនិយាយអំពី Google Form នេះបាទបងប្អូន Google Form ធ្លាប់រៀនខ្លះណាដឹងហើយណាថាធ្វើអីបងពីយកធ្វើអីអាហ្នឹងបងប្អូនយើងដឹងហ៎បាទលោកគ្រូអើយ Google Form ហ្នឹងគឺជាកម្មវិធីមួយដែលសម្រាប់ឲ្យយើងបង្កើតនៅកម្រងសំណួរដាក់ទៅដល់សមាជិករបស់យើងហ្នឹងណាបាទអរគុណច្រើនអូខេហើយចុះបងប្អូនដទៃទៀតអ្នកគ្រូស៊ីណាតគ្រូសារាយអីដឹងហ៎បាទសួរលោកគ្រូអាហ្នឹងដូចជាបកាតម្រង់សម្រាប់ដាក់ឲ្យខាងគាត់អាចចូលទៅពេចឬក៏ឆ្លើយជាសំណួរត្រឡប់មកវិញឬក៏ជាចម្លើយត្រឡប់មកវិញមែនលោកគ្រូបាទត្រូវហើយប៉ុន្តែហ្នឹងហើយសិតតែត្រូវទាំងអស់ហើយប៉ុន្តែសួរថាបងប្អូនដឹងថាគោលបំណងរបស់កម្មវិធី Google Form ដែលយើងត្រូវឲ្យគេទៅឆ្លើយសំណួរថិចអីនេះតើគេយកធ្វើអីចុងក្រោយចុងក្រោយគេលទ្ធផលចុងក្រោយគេយកធ្វើអីចង់ដឹងសមត្ថភាពរបស់អ្នកចូលរួមបាទប្រមូលព័ត៌មានមែនទេប្រមូលព័ត៌មានចុងក្រោយយើងប្រមូលទិន្នន័យដែលគាត់បានចូលក្នុងបានទាំងអស់យើងប្រមូលព័ត៌មានប្រមូលទិន្នន័យដើម្បីយកមកគេហៅថា analyze ហ្នឹងគឺវិភាគមានន័យថាបើបងប្អូនចង់វិភាគទិន្នន័យអីមួយបងប្អូនចង់វិភាគឬក៏ចង់ដឹងពីគេហៅថាបច្ចុប្បន្នភាពនៃសមត្ថភាពឬក៏
បច្ចុប្បន្នភាពនៃការអនុវត្តអីមួយបងប្អូនយើងតែងតែមានព្រីហើយនឹងផុសអញ្ចឹងភាគច្រើនគឺយើងយក form ឯងទៅធ្វើដើម្បីយើងប្រមូលមតិយោបល់យើងប្រមូលសមត្ថភាពប្រមូលអីតាមរយៈគាត់ចូលទៅបំពេញយកអីចឹងទៅហើយវាមានបន្ទុកមានអីត្រឹមត្រូវឲ្យយើងវិភាគទិន្នន័យនឹងបានមែនទេបងប្អូនតែទាំងអស់ហ្នឹងវាសំខាន់ណាស់សម្រាប់បងប្អូនជាប្រធានណាវាសំខាន់អត់ សំខាន់ ខ្លាំងលោកគ្រូ បាទសំខាន់ណាស់វាមិនសំខាន់ធម្មតាសំខាន់ណាស់ហ្មងហើយមេរៀននេះអត់អាចរំលងបានហ្មង Google Form នេះហេតុអីបានខ្ញុំថាវាអត់អាចរំលងបានដោយសារអីបងប្អូនជាប្រធានបងប្អូនត្រូវគ្រប់គ្រងច្រើនណាស់មែនទេបងប្អូនត្រូវគ្រប់គ្រងប្រធានបណ្ដាញបងប្អូនផងបងប្អូនត្រូវគ្រប់គ្រងពីគេហៅកម្រិតនៃការគេហៅកម្រិតនៃទំនាក់ទំនងរវាងបងប្អូនជាមួយនឹងsupply side ផងមួយទៀតបងប្អូនត្រូវគ្រប់គ្រងទិន្នន័យទៅលើការអនុវត្តការងារនៅក្រៅមកទាំងថ្នាក់ឃុំទាំងថ្នាក់ស្រុកបងប្អូនត្រូវគ្រប់គ្រងទាំងអស់មួយទៀតនៅក្នុងនាមបងប្អូនជាប្រធានថ្នាក់ខេត្តហ្នឹងវាដូចជាបងប្អូនជាចៅហ្វាយខេត្តមួយចឹងណាជាប្រធានហ្នឹងវាជាចៅហ្វាយខេត្តមួយចឹងត្រូវគ្រប់គ្រងទាំងអស់មែនទេត្រូវតាំងពីផ្នែកហិរញ្ញវត្ថុតាំងពីផុសភារដ្ឋបាលសាធារណៈអីផ្សេងៗទាំងអស់គ្រប់គ្រងទាំងផ្នែកទិន្នន័យទៅទៀតទាំងអស់ហ្នឹងហើយដែលធ្វើឲ្យបងប្អូនអាចយកអាហ្នឹងមកបង្កើតជាកម្រងសំណួរដើម្បីទៅដាក់ឲ្យចំគោលដៅអ្នកណាគេដែលត្រូវឆ្លើយសំណួរហ្នឹងបងប្អូនប្រមូលវាចេញមកឲ្យคล้ายជាទិន្នន័យមួយអាចវិភាគបានមែនទេបងប្អូនមួយទៀតក៏បងប្អូនត្រូវបង្រៀនវាទៅថ្នាក់ក្រោមជាតិបងប្អូនដែរខ្ញុំថាបណ្ដាញស្រុកបណ្ដាញឃុំពួកគាត់ជួបជាមួយនឹងប្រជាពលរដ្ឋផ្ទាល់មែនទេពេលខ្លះប្រជាពលរដ្ឋគាត់អត់ហ៊ានបញ្ចេញមតិនៅពេលហ្នឹងឬក៏ហ៊ាននិយាយប្រជាពលរដ្ឋមួយចំនួនប្រជាពលរដ្ឋដែលមានទូរស័ព្ទខ្ញុំចង់និយាយអញ្ចឹងណាតែប្រជាយើងសំដៅទៅលើទូរស័ព្ទសំដៅទៅលើ digital ប្រជាពលរដ្ឋមួយចំនួនក៏គាត់នៅតែអត់ហ៊ាននិយាយចេញក្រៅដែរអត់ហ៊ាននិយាយឲ្យយើងទៅសេនៅកណ្ដាលប៉ុន្តែពេលខ្លះយើងប្រើអា form ហ្នឹងដើម្បីឲ្យគាត់ចូលទៅ link ទៅគាត់ទៅសេអាហ្នឹងគេហៅប្រមូលអីគេបងប្អូនប្រមូលអីពីប្រជាពលរដ្ឋបងប្អូនយល់ឡើងឡើងខ្ញុំនិយាយអាហ្នឹងសំខាន់ណាស់ចឹង ម្ដងទៀតគ្រូមិញស្ដាប់សូកបានម្ដងទៀតអូខេឥឡូវខ្ញុំនិយាយម្ដងទៀតចំណុច Snow និង Google Form នេះហេតុអីបានយើងត្រូវតែបរៀនខាងថ្នាក់ខេត្តហើយឲ្យថ្នាក់ខេត្តទៅបរៀនថ្នាក់ស្រុកថ្នាក់ឃុំបន្តទៀតដោយសារបងប្អូនក៏ត្រូវការប្រមូលទិន្នន័យនៅថ្នាក់ក្រោមជាតិជាពិសេសប្រមូលទិន្នន័យពីប្រជាពលរដ្ឋដែរក្នុងនាមយើងជាអ្នកអនុវត្តការងារគណនេយ្យភាពសង្គមនេះនៅពេលបងប្អូនទៅជួបមួយនឹងប្រជាពលរដ្ឋផ្ទាល់ប្រជាពលរដ្ឋមួយចំនួនមិនមានទូរស័ព្ទណានៅអមថាទៅប្រជុំលើកពីផលលំបាកឬក៏លើកពីផ្សេងជាពិសេសអាការដាក់បន្ទុកដាក់អីហ្នឹងពេលណាមួយបងប្អូនត្រូវការប្រមូលទិន្នន័យពីគាត់ត្រូវការសម្លេងរបស់គាត់មែនទេអ្នកខ្លះគាត់អត់ហ៊ាននិយាយអត់ហ៊ានទៅសេទៅទៀតណាតោះណាគាត់អត់ហ៊ាននិយាយអត់ហ៊ានទៅសេទៅទៀតមានចំណុចមួយគឺអា form នេះដែលអាចផ្ញើឲ្យគាត់ផ្ទាល់ខ្លួនឲ្យគាត់បំពេញផ្ទាល់ខ្លួនបានគាត់ទៅដល់ផ្ទះវិញបំពេញឲ្យយើងក៏បានដែរតោះខ្ញុំនិយាយអត់គាត់អត់បាច់ចាំជួបមួយគេគាត់អត់បាច់ខ្លាចគេមើលឃើញគាត់អត់បាច់ខ្លាចគេឃើញវត្តមានគាត់នៅកន្លែងអង្គប្រជុំហ្នឹងចឹងកន្លែងហ្នឹងគឺជាចំណុចសំខាន់ណាទៅលើការប្រមូលនៅមតិយោបល់របស់ប្រជាពលរដ្ឋនៅពេលបងប្អូនចេះអាហ្នឹងតិចទៀតបងប្អូនធ្វើ score card ដោយមិនបាច់ចាំបាច់ជួបគាត់ផ្ទាល់ក៏បានតន់ខ្ញុំនិយាយអត់បងកន្លែងហ្នឹងសំខាន់ចឹងហើយបាន form នេះខ្ញុំផ្ដោតវាសំខាន់ដែរថាបងប្អូនអត់ចេះបានបងប្អូនត្រូវតែចេះជាពិសេសបណ្ដាញថ្នាក់ខេត្តហ្នឹងព្រោះបងប្អូននឹងធ្វើវា develop វាទៅឲ្យថ្នាក់ក្រោមជាតិប្រើប្រាស់វាហើយបើថ្នាក់ក្រោមជាតិក៏អត់ចេះ collect data ទេអត់ចេះប្រមូលព័ត៌មានទាំងអស់នោះទេយើងប្រមូលហើយយើងជជែកមកថានៅក្នុងខេត្តរបស់យើងមានមតិយោបល់ប្រជាពលរដ្ឋប្រមាណទៅលើអាសកម្មភាពអតិភិបមួយហ្នឹងតិចទៀតបងប្អូនធ្វើ score card គេលេងធ្វើ score card ជួបផ្ទាល់ face to face ទៀតហើយគេធ្វើ digital score card ហើយអញ្ចឹងដើម្បីកុំឲ្យវាលំកុំឲ្យវាដដែលកុំឲ្យវាបុរាណណាប្រើប្រាស់ Google Form គឺជារឿងសំខាន់បំផុតអញ្ចឹងខ្ញុំបន្តទៅទៀតបងប្អូនយល់ណា Google Form សំខាន់ប៉ុណ្ណាសម្រាប់បងប្អូនដែលបម្រើការងារគណនេយ្យភាពសង្គមដែលជា volunteer អ្នកដែលជួបមួយប្រជាពលរដ្ឋបងប្អូនយល់ថាវាសំខាន់ប៉ុណ្ណាយល់លោកគ្រូយល់បាទអញ្ចឹងយើងបន្តទៅទៀតនិយាយច្រើនពេកទៅអស់ម៉ោងអញ្ចឹងខ្ញុំនិយាយពីផ្នែកទី1ការស្វែងយល់ពីអត្ថប្រយោជន៍មិនយើងនិយាយរួចហើយអត្ថប្រយោជន៍វាគឺអីគេគឺបដូរពីกระดาษចុងប៊ិចអីហ្នឹងទៅប្រើជាទម្រង់ digital ហើយវាមិនបានជាអាទម្រង់ digital វាសំខាន់ជាងអាกระดาษប៊ិចទៅទៀតខ្ញុំប្រាប់រួចទៅហើយមិញឥឡូវយើងមក Google Form ហេតុអីបានត្រូវប្រើ Google Form មានន័យថាมันបាត់បង់ឯកសារมันប្រើផ្ទាល់ទេប្រើចែកម្លែកជាលក្ខណៈ link ចែករហ័សទាន់ចិត្តបូកសរុបព័ត៌មានដោយស្វ័យប្រវត្តិមែនអត់បងប្អូនងាយមែនទេ
ដំណាក់កាលឬក៏ដំណើរការសាមញ្ញបំផុតសាមញ្ញបំផុតឲ្យបងប្អូនយល់ខ្លីៗបំផុតជំហានទី1បងប្អូនបង្កើតកម្រងសំណួរមានតែកម្រងសំណួរដែលបងប្អូនត្រូវសរសេរហ្នឹងណាបងប្អូនត្រូវគិតឲ្យហើយថាតើបងប្អូនចង់បានអីសំណួរអីខ្លះអញ្ចឹងណាដូចខ្ញុំធ្លាប់ធ្វើឲ្យមើលមែនទេដំបូងឡើយបងប្អូនត្រូវតែមានឈ្មោះអ្នកចូលរួមអ្នកសរសេរអ្នកបំពេញហ្នឹងសិនឈ្មោះហើយតែបងប្អូនត្រូវការអីទៀតពីគាត់ត្រូវការព័ត៌មាន basic អីមូលដ្ឋានហ្នឹងពីគាត់សិនឈ្មោះគាត់អាយុត្រូវការអត់ភេទត្រូវការអត់ទីកន្លែងថ្ងៃខែឆ្នាំកំណើតត្រូវការអត់លេខទូរស័ព្ទគាត់ត្រូវការអត់អ៊ីមែលគាត់ត្រូវការអត់ដាក់មកឲ្យអស់អានេះគឺជាទម្រង់ដំបូងដែលយើងប្រមូលព័ត៌មានពីគាត់បន្ទាប់មកបានយើងចាប់ផ្ដើមចូលដល់កម្រងសំណួរជាក់លាក់មួយតែបងប្អូនចង់បានឧទាហរណ៍ថាបងប្អូនចង់ឲ្យប្រជាពលរដ្ឋគាត់ feedback ឬក៏គាត់ផ្ដល់ព័ត៌មានត្រឡប់ទៅលើការផ្ដល់សេវាសាធារណៈឃុំរបស់បងប្អូនមួយនិយាយអំពីថាសកម្មភាពអតិភិបមួយដែលបងប្អូនដាក់តែបងប្អូនធ្វើ score card ជាមួយប្រជាពលរដ្ឋនៅកន្លែងណាមួយចឹងទៅហើយឃើញបងប្អូនចង់ប្រមូលទិន្នន័យដែលសម្ងាត់មួយដែលមិនតែចង់ឲ្យប្រជាពលរដ្ឋហ្នឹងគាត់យើងឃើញថាប្រជាពលរដ្ឋមួយចំនួនគឺអត់សូវហ៊ាននិយាយហ៊ានអីហើយយើងចង់ប្រមូលវាដើម្បីជាក់លាក់ចឹងបងប្អូនបង្កើតកម្រងនោះតាមរយៈសកម្មភាពអតិភិបមួយហ្នឹងទៅហើយសួរគាត់ទៅថាតើបងប្អូនធ្លាប់បានចូលប្រើប្រាស់សេវានៅឃុំនឹងអត់ហើយតើឃុំតើបងប្អូនយល់មិនដែរឲ្យគាត់ផ្សេងមកហើយបើឲ្យបន្ទុកប្រមាណដែរតាក់ទងមួយនឹងការផ្ដល់សេវាហ្នឹងអញ្ចឹងយើងមានបង្កើតជាបន្ទុកមក1 2 3 4 5ឲ្យគាត់រើសយកចំណុចណាអញ្ចឹងថាមែនអត់បងប្អូនទាំងអស់ហ្នឹងគឺសិតតែបងប្អូនអាចធ្វើបានទាំងអស់ឲ្យតែបងប្អូនចាប់ផ្ដើមពីឥឡូវចេះធ្វើអាទម្រង់ហ្នឹងទៅណាអូខេចំណុចទី3ជំហានទី3គឺចាប់ផ្ដើមប្រមូលមានន័យថាពេលដែលគាត់បានលឹងពីយើងហើយយើងបានផាសសំណួរហ្នឹងចូលទៅក្នុងក្រុមគាត់ចូលបំពេញអស់ហើយអញ្ចឹងមានទិន្នន័យហ្នឹងគឺនៅក្នុងកម្រងសំណួរមានន័យថាអ្វីដែលយើងបង្កើតយើងអាច generate វាមកអញ្ចឹងទីទៀតខ្ញុំនឹងធ្វើឲ្យបងប្អូនមើលហើយបងប្អូននៅក្នុងក្រុមចាំបំពេញទៅបងប្អូននឹងឃើញទិន្នន័យជាក់ស្ដែងអូខេឥឡូវមកដល់ជំហានទី3គឺបងប្អូនត្រូវប្រមូលទិន្នន័យទាំងអស់ហ្នឹងហើយវិភាគវាដោយស្វ័យប្រវត្តិតាមរយៈការប្រមូលទិន្នន័យទាំងអស់ហ្នឹងអញ្ចឹងបាទបន្តទៀតខ្ញុំនិយាយអំពីប៊ូតុងសំខាន់អញ្ចឹងប៊ូតុងបាទប៊ូតុងសំខាន់ហ្នឹងមានន័យថាពេលដែលយើងចូលទៅបង្កើតកម្រងសំណួរតើមានចំណុចណាខ្លះដែលយើងត្រូវយល់ពីវាត្រូវបង្កើតហើយបញ្ជូន link តាមណា generate link generate អាដំណរភ្ជាប់ហ្នឹងទៅកន្លែងណាជាកន្លែងដែលយើងបង្កើតអាដំណរភ្ជាប់ហើយផ្ញើទៅបានចែករំលែកទៅបានកន្លែងណាយើងបង្កើតសំណួរបង្កើតអីហ្នឹងគឺជាផ្នែកទី2ដែលសំខាន់គឺបងប្អូនត្រូវរៀបចំប៊ូតុងតាក់ទងមួយការបង្កើតកម្រងសំណួរទី1តាក់ទងមួយ short answer តើអីគេអានេះបងប្អូនធ្លាប់ឃើញណា short answer ដែលខ្ញុំនិយាយនៅក្នុងប៊ូតុងបង្កើតកម្រងសំណួរមួយមកថាយើងចង់សួរឈ្មោះចង់ឲ្យគាត់សរសេរឈ្មោះអញ្ចឹងយើងប្រើពាក្យ short answer ហ្នឹងទៅប្រើសម្រាប់ប្រមូលព័ត៌មានជាក់លាក់ដែលអាចសរសេរជាឈ្មោះជាលេខទូរស័ព្ទជាឃុំសង្កាត់អីផ្សេងៗដែលគាត់សរសេរខ្លីៗអញ្ចឹងទៅបន្តមកទៀតប៊ូតុងទី2និយាយអំពីពហុជម្រើសមានន័យថា multiple choice ហ្នឹងគឺពហុជម្រើសហើយមានជ្រើសរើសឲ្យមានកម្រង 4-5 មកយើងគាត់រើសមួយណាក៏បានដែរអញ្ចឹងណារើសមួយណាដែលគាត់គិតថាត្រឹមត្រូវប្រើនៅពេលដែលជាពលរដ្ឋគាត់ជ្រើសចម្លើយឲ្យមានជម្រើសច្រើនឲ្យគាត់ដើម្បីអីចង់ដឹងពីការយល់ឃើញរបស់គាត់ហើយកុំឲ្យខាតពេលឲ្យគាត់សរសេរហើយជួយពន្លឿនពេលវេលាផងអត់ចាំបាច់ឲ្យគាត់អង្គុយនឹកឃើញសរសេរបងប្អូនខ្លះគាត់អត់សូវចេះអក្សរអីចឹងទៅគាត់មិនសូវហ៊ានសរសេរខ្លាចខុសអីចឹងទៅគាត់អាចយកអាជម្រើសពហុជ្រើសរើសទៅមួយទៀតគឺប្រអប់ text ហ្នឹងក៏ស្តៀងទៅនឹង multiple choice ដែរវាអាចជាចម្លើយច្រើននៅក្នុងសំណួររបស់យើងនេះអាចមានសំណួរមានចម្លើយ 2-3 ដែលត្រូវឲ្យគាត់ជ្រើសរើសឲ្យត្រូវទាំងអស់អញ្ចឹងណាខ្ញុំឧទាហរណ៍ថាការចូលទៅប្រើប្រាស់កម្មវិធី Excel នៅក្នុងកុំព្យូទ័រមាន1 2 3 4 5អញ្ចឹងវា list down text ហ្នឹងយើងអាចចូលតាមរយៈច្រើនរបៀបអញ្ចឹងទៅគឺចូលជ្រើសរើសចម្លើយដែលត្រឹមត្រូវចម្លើយអាចមានលើសពី3 ពី 4អញ្ចឹងអាការរបៀបដែលចូលទៅបើកកម្មវិធី Word Excel ហ្នឹងអាចចូលតាមរយៈ Start menu ចូលតាមរយៈការប្រើ control R ចុច run អីផ្សេងៗអាហ្នឹងវាមានវិធីច្រើនអញ្ចឹងទៅគាត់អាចរើសមួយគាត់អាច text 1 2 3 4 5អញ្ចឹងទៅឲ្យត្រូវតាមចម្លើយនៅក្នុងនឹងមានអញ្ចឹងទៅអាហ្នឹងខ្ញុំឧទាហរណ៍ណាបាទអាហ្នឹងគឺជា text box មានន័យថាយើងមានចម្លើយច្រើនដែលត្រូវរើសបន្ទាប់ពីយើងអាច
យើងអាចប្រើអា3ហ្នឹងជាចំណុចសំខាន់បានហើយមិនបាច់ទៅមុខទៀតទេមានកាពិតមានបតុងច្រើនបន្តទៀតប៉ុន្តែ3នេះសំខាន់បានហើយខ្ញុំអត់យកអាផ្សេងទៀតមកនិយាយតែឥឡូវយើងនិយាយមកដល់កន្លែងយើងបង្កើត link បាទការបង្កើត link ហ្នឹងមិន link ទេសំទោសបងប្អូន link ខ្ញុំស្អីច្រឡំអញ្ចឹងរបៀបផ្ញើ link តើយើងធ្វើម៉េចដើម្បីផ្ញើ link ចូលទៅ Telegram ខ្ញុំយកតែ platform Telegram មកនិយាយហើយមកនិយាយទៅលើ Facebook អីទេ Messenger ឬក៏ Line ឬក៏អីផ្សេងទៀតទេអីគេមានច្រើនណាស់អារបៀបដែលយើងផ្ញើ link ហ្នឹងអាចនៅតាម message តាមទូរស័ព្ទដៃក៏បានអីតាមទូរស័ព្ទយើងគឺ smartphone ហើយបន្ទាប់មកយើងចុចយកអាចគេហៅក្តារទំពក់វាមានរូបទំពក់មួយស្តៀងបាទស្តៀងអាហ្នឹងជា link ហើយយើងយកអាផ្ទាំងដំណ link ហ្នឹងទៅបាទហើយបន្ទាប់មកយើងចុចយកពាក្យ copy ដើម្បីចម្លងអាដំណ link ហ្នឹងរួចបន្ទាប់មកទៀតយើងបើកកម្មវិធី Telegram ហើយយើងចុចខាសនៅក្នុង Telegram របស់យើងទៅអញ្ចឹងនេះជាជំហានបងប្អូនជំហានមួយធ្វើដំណាក់កាលទី3គឺអនុវត្តផ្ទាល់ឥឡូវយើងទៅអនុវត្តផ្ទាល់ដល់គ្នាអញ្ចឹងរបៀបដែលយើងអាចបង្កើតតម្រងសំណួរបងប្អូនអាចចូលទៅអីគេ form.google.com មែនទេបាទអញ្ចឹងយើងអាចចូលទៅបាទខ្ញុំចូលទៅបើក Google បាទនេះហើយមិញវាឲ្យយើងវាយ form ចាំបងប្អូនវាយតាមមក form បាទ form.google.com បាទយើង enter មកនេះយើងចូលមក Google Form នេះចានេះ Google Form ចាំបងប្អូនចូល Google Form នេះតបមកវាចូលមកមានកម្មវិធី form តោះនេះបងប្អូនឡើយហ្នឹងតោះលោកគ្រូតោះបន្ទាប់មកបងប្អូនត្រូវដាក់ចំណងជើងបាទដាក់ចំណងជើងមែនទេជំហានទី2បងប្អូនត្រូវដាក់ចំណងជើងខ្ញុំចាំខ្ញុំ share slide ឲ្យឥឡូវខ្ញុំ share slide សិនដើម្បីឲ្យបងប្អូនឲ្យបងប្អូនមើល slide បដាអីអញ្ចឹងខ្ញុំដាក់ចូលក្នុង chat ណាបងប្អូនចាំចូលមើលឃើញទេបងប្អូនចូលបើកអាហ្នឹង slide របស់យើងមេរៀនចឹងបងប្អូនចូលទៅកន្លែងជំហាននៃការអនុវត្តជាក់ស្ដែងបាទអនុវត្តជាក់ស្ដែងហ្នឹងទី1គឺយើងបើកទំព័រ form google.com ហ្នឹងបន្ទាប់មកវាឲ្យយើងចុចសញ្ញាបូកដើម្បីបង្កើតថ្មីណាបង្កើតថ្មីសញ្ញាបូកដើម្បីបង្កើតថ្មីខ្ញុំបញ្ជាក់មិញអញ្ចឹងសញ្ញាបូកដើម្បីបង្កើតថ្មីបងប្អូនឃើញសញ្ញាបូកទេគឺសញ្ញាបូកទេនេះបាទនេះគឺសញ្ញាបូកយ៉ាសញ្ញាបូកបន្ទាប់មកបងប្អូនចុច click លើវាទៅវានឹង load មកផ្ទាំងមួយឲ្យយើង create ដែរប៉ុន្តែនេះដោយសារតែខ្ញុំជាប់ pro license នេះខ្ញុំអត់បាច់ចាំធ្វើអីទេខ្ញុំចុចខ្វែងវាមកបងប្អូនមិនចេញទេចេញតែខ្ញុំឯងដោយសារខ្ញុំជាប់ pro license នេះបងប្អូនឃើញទេបាទពេលដែលយើងចុចសញ្ញាបូកនេះគឺជាទម្រង់ថ្មីមែនទេណោះទម្រង់ថ្មីហើយអញ្ចឹងបងប្អូនដាក់ឈ្មោះមុននឹងចាប់ផ្ដើមធ្វើវាមុននឹងចាប់ផ្ដើមបង្កើតកម្រងសំណួរបងប្អូនដាក់ឈ្មោះឲ្យមកខ្ញុំឧទាហរណ៍ថាទម្រង់អីគេបងប្អូនបាទទម្រង់បាទទម្រង់ស្រង់មតិជាពលរដ្ឋបាទជាពលរដ្ឋបាទឥឡូវខ្ញុំដាក់ថាជាពលរដ្ឋទម្រង់ស្រង់មតិជាពលរដ្ឋលើសេវាឃុំលើសេវាឃុំអូខេលើសេវាឃុំអីគេយកមកខ្ញុំឧទាហរណ៍ឃុំកោះខែមួយចុះណាបាទអូខេអានេះខ្ញុំឧទាហរណ៍ពេលយើងដាក់ឈ្មោះអញ្ចឹងអាទម្រង់ខាងនេះនឹងមកចេញឈ្មោះអូតូហ្មងអញ្ចឹងណាបន្តមកយើងចាប់ដើមដូចខ្ញុំនិយាយមិញយើងមេរៀនរបស់យើងតាក់ទងមួយនឹងវាមានខ្ញុំនិយាយថាប៊ូតុងហ្នឹងមានន័យថាសំដៅទៅលើការប្រើប្រាស់បែបបត់នៃកម្រងសំណួរហ្នឹងឯងអញ្ចឹងបងប្អូនឃើញតារាងមួយនេះគេហៅប៊ូតុងវាហើយណាបាទតារាងមួយគេហៅប៊ូតុងវាហើយអញ្ចឹងនៅពេលដែលយើងចូលមកដល់កន្លែងហ្នឹងប៊ូតុងរបស់យើងគឺយើងត្រូវការដំបូងយើងប្រើប្រាស់កម្រងសំណួរបែបការផ្ដល់ព័ត៌មានសិនផ្ដល់ព័ត៌មានរបស់គាត់មួយអមថាប្រជាពលរដ្ឋខ្លះគាត់អត់ចង់យើងអមថាគាត់អត់ចង់បង្ហាញឈ្មោះអាហ្នឹងយើងមិនបាច់ដាក់ឈ្មោះក៏បានអញ្ចឹងប៉ុន្តែបើស្អីយើងប្រាប់គាត់គឺក៏តម្រង់ទិសគាត់ថាបងមិនបាច់បារម្ភទេបងដាក់ឈ្មោះគាត់ដាក់ទៅខ្ញុំធានាថាมันមានព័ត៌មានបែកធ្លាយអីចឹងណាអញ្ចឹងអានេះយើងទៅសេមកយើងដាក់យកកន្លែងនេះកន្លែងបតុងទៅនេះយើងយកពាក្យ short answer ព្រោះអីមិញខ្ញុំសុំបរិញ្ញាត្រឹមតែ3បតុងបានហើយ3បតុងសិនគឺតើតោះមួយ short answer អញ្ចឹងកន្លែង short answer នេះអាចយើងចង់ឲ្យគាត់នេះកន្លែងនេះបង្ហាញអីគេព័ត៌មានអីគេយើងឲ្យគាត់ដាក់ឈ្មោះមកយើងសេឈ្មោះ
ឈ្មោះអ្នកសម្ភារចឹងចុះចឹងកន្លែង short answer នេះអ្នកខាងក្រោមនេះដែលពេលដែលយើងផ្ញើ link ទៅគាត់នឹងត្រូវបំពេញនៅកន្លែង short answer ខាងក្រោមនេះចឹងណាបាទបើសិនជាខ្ញុំហ៊ានទៅដូរវាពី short answer ទៅជា multiple choice ហ្នឹងវានឹង load ជា option ចឹងតែវាអត់ត្រូវទេមែនទេនៅពេលយើងឲ្យបំពេញឈ្មោះហើយយើងទៅ option ចឹងពេញឈ្មោះគឺសរសេរតែឈ្មោះទេមែនទេត្រូវអត់បាទចឹងយើងត្រូវការកន្លែងឈ្មោះគឺត្រូវការ short answer ហើយយើងត្រូវការអីទៀតយើងត្រូវការកម្រងសំណួរមួយទៀតអញ្ចឹងយើងត្រូវបង្កើតប៊ូតុងមួយទៀតអញ្ចឹងការបង្កើតប៊ូតុងមួយទៀតហ្នឹងបងប្អូនអាចយកពាក្យនេះ duplicate មានន័យ duplicate យកចេញពីប៊ូតុងដែលមានស្រាប់គាត់មកបងឃើញមាន2អត់បងឃើញមាន2ឈ្មោះសម្ភារនឹង2មែនទេគ្រូឃើញអញ្ចឹងមានន័យថាប៊ូតុងទី1គឺឈ្មោះប៊ូតុងទី2បងប្អូនចង់បានអីទៀតចង់បានភេទយើងចង់ដឹងភេទដើម្បីយើងអាចប្រមូលទិន្នន័យមកដឹងថាតើចំនួនអ្នកដែលគាត់ឆ្លើយនឹងមានប្រុសប្រហែលស្រីប្រហែលអីឃើញអត់បាទអញ្ចឹងនេះកន្លែងភេទនេះយើងគួរតែប្រើអីគេយើងប្រើ short answer ដែរឬក៏យើងប្រើអីគេគឺយើងជាទូទៅគឺយើងប្រើ multiple choice បាទព្រោះអីភេទអាចមនុស្សម្នាក់មានភេទ2 3បានហើយមានតែមួយទេអញ្ចឹងណាបាទអញ្ចឹងអាចមានឥឡូវគឺមានភេទប្រុសបាទហើយក៏អាចយើងចាប់ដើមភេទប្រុសតែឥឡូវយើងមានតែប្រុសហើយចុះមានស្រីធ្វើម៉េចស្រីយើងធ្វើម៉េចវាមានបតុងនៅខាងក្រោមនេះទៀតដាក់ថា add យើងចុចកន្លែងហ្នឹងមកលឹបមួយមកវាចេញមកបតុងទៀតហ្នឹងយើងសេស្រីឃើញទេបាទបន្ទាប់មកតែយើងមានតែស្រីនិងប្រុសទេឬយ៉ាងម៉េចតែឥឡូវនេះវាមានភេទច្រើនអញ្ចឹងបងប្អូនក៏ដាក់ផ្សេងក៏បានដែរមានបងប្អូនខ្លះគាត់អត់ចង់និយាយច្រើនទេគាត់អត់ចង់ទៅសេតែគាត់ភេទអីតែយើងអាចឲ្យគាត់រើសផ្សេងអញ្ចឹងយើងដឹងហើយថាផ្សេងហ្នឹងអីបាត់ហើយណាបាទអញ្ចឹងមានន័យថានឹងគឺជាកម្រងសំណួរតាមលំដាប់ឥឡូវអមថាខ្ញុំមានប៉ុណ្ណឹងហើយខ្ញុំសុំឲ្យទៅដល់មួយទៀតហ្មងខ្ញុំជិលមានថ្ងៃខែឆ្នាំកណ្ដាលដែរខ្ញុំទៅតែយើងអាចសុំលេខទូរស័ព្ទគាត់សុំលេខទូរស័ព្ទគាត់ឬក៏សុំជា Telegram អីចឹងទៅតែជាពលរដ្ឋខ្លះគាត់ចង់ឲ្យយើងណាអញ្ចឹងអាលេខទូរស័ព្ទនេះគឺឲ្យគាត់ទៅ say short answerព្រោះគាត់បារម្ភខ្លាចពេលព័ត៌មាននឹងចេញទៅវាបែកធ្លាយថាគាត់ខ្ញុំថាគាត់អត់សុបាយចិត្តឃុំមួយដល់សុខភាពមួយអីចឹងទៅពេលអាការរិះគន់របស់គាត់នឹងខ្លាំងទៅបែកធ្លាយដឹងតែគាត់អីគាត់ខឹងយើងវិញហើយអានេះខ្ញុំនិយាយពីសម័យមុនឥឡូវនេះវាមិនអីទេបាទវាមិនអីទេប៉ុន្តែបើយ៉ាងណាក៏នៅតែការពារដែរគ្រូបាទអញ្ចឹងមានន័យថាយើងការពារទៅព្រោះប៉ុន្តែយើងខ្លួនឯងដែលទៅប្រមូលទិន្នន័យពីគាត់ហ្នឹងតែយើងចង់បានលេខគាត់វាសំខាន់សម្រាប់យើងអត់អញ្ចឹងណាអានឹងសួរខ្លួនឯងទៅបង្កើតទៅសួរខ្លួនឯងទៅអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងអានេះគឺព័ត៌មានមូលដ្ឋានយើងចង់បានតែប៉ុណ្ណេះប៉ុន្តែឥឡូវយើងចូលទៅដល់សំណួរជាក់លាក់ដើម្បីយើងយកមកវាតម្លៃវិញយើងនិយាយថាខាងលើនេះតម្រង់ស្រង់មតិជាពលរដ្ឋលើសេវាគមន៍កោះខេត្តអញ្ចឹងយើងអានេះគឺជាព័ត៌មានមូលដ្ឋានអញ្ចឹងនៅពេលដែលយើងបង្កើតកម្រងសំណួរមួយទៀតបងប្អូនត្រូវបង្កើតគេហៅ section ឬក៏តម្រង់សំណួរផ្សេងមួយទៀតមានន័យថាបងប្អូនធ្លាប់បំពេញព័ត៌មានណាពេលដែលបំពេញឈ្មោះបំពេញភេទពេញលេខហើយគេបោះ link ឲ្យបងប្អូនពេញហើយពេលហ្នឹងវាឲ្យចុច next មែនទេបងប្អូនវាឲ្យចុច next ដើម្បីទៅឆ្លើយសំណួរមែនទេអាហ្នឹងគឺគេហៅ section ហើយតោះណាអញ្ចឹងមានន័យថាគេប្របែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបញ្ចូលផ្សេងសំណួរផ្សេងអញ្ចឹងបងប្អូនត្រូវបង្កើត session មួយនេះកន្លែងនេះបងប្អូនមើលកន្លែងបង្កើត session បងប្អូនមកមើលកន្លែងនេះប៊ូតុងមួយខាងក្រោមគេទៅណាបងប្អូនត្រូវចុចកន្លែងហ្នឹងមក add section បងប្អូនឃើញទេនេះមាន section មួយនៅខាងក្រោមអញ្ចឹងដើម្បីឲ្យវាជាក់លាក់បងប្អូនត្រូវសរសេរកន្លែង section ហ្នឹងប៊ូតុងសញ្ញាស្មើហ្នឹងគ្រូបាទប៊ូតុងសញ្ញាស្មើរឿងពណ៌សធំប៊ូតុងដែលមានបន្ទាត់សធំខាងក្រោមគេហ្នឹងអាហ្នឹងគឺបង្កើត section និយាយថាយើងបែងចែកកម្រងសំណួរសម្រាប់ប្រមូលព័ត៌មានផ្ទាល់ខ្លួនមួយបន្ទាប់មកបានយើងចូលមក session ទី2ហ្នឹងគឺព័ត៌មានដែលយើងចង់បានពីគាត់ដែលគាត់ផ្ដល់សេវាហ្នឹងយើងចង់ដឹងមតិរបស់គាត់ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំអាចទៅសេដើម្បីបញ្ជាក់ព្រោះពេលហ្នឹងពេលដែលចុច next វានឹង load ចេញផ្ទាំងមួយទៀតដែលវាប្រាប់មកថាផ្ទាំងនេះតែអីគេនៃការព័ត៌មាននៃការផ្ដល់មតិយោបល់ព័ត៌មាននៃការផ្ដល់មតិយោបល់លើឃុំកោះខែលច្បាស់អញ្ចឹងហ្មងទៅ
ដើម្បីគាត់ដឹងមកថាគាត់ត្រូវបំពេញព័ត៌មាននេះដោយផ្អែកទៅលើឃុំរបស់គាត់ឃុំកក់ខែនឹងតែម្ដងអញ្ចឹងអាកម្រងសំណួរនេះគឺសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកក់ខែតែម្ដងអញ្ចឹងអាកន្លែងខាងក្រោមនេះយើងអាចទៅសេបន្ថែមទៀតថាសូមបងប្អូនបញ្ចេញមតិដោយឯករាជ្យដោយមានន័យថាយើងចង់ប្រាប់គាត់ថាសូមកុំបារម្ភពីការបែកធ្លាយផ្សេងៗយើងអាចទៅសេក្នុងនេះទៅឬក៏យើងថាការផ្ដល់ព័ត៌មានបងប្អូននឹងត្រូវទុកជាការសម្ងាត់អីចឹងទៅការផ្ដល់ព័ត៌មានបងប្អូនការផ្ដល់ព័ត៌មានបាទព័ត៌មានរបស់លោកអ្នកត្រូវបាន រក្សាទុកជាការសម្ងាត់ អានឹងត្រូវបានរក្សាទុកហ្នឹងហើយកន្លែងហ្នឹងសំខាន់បាទការសម្ងាត់អូខេបន្ទាប់មកកន្លែងខាងក្រោម section ត្រូវតែមានសំណួរបងប្អូនធ្វើម៉េចទៅរកកម្រងសំណួរបានបងប្អូនមានច្រើនរបៀបបងប្អូនអាចទៅចុចប៊ូតុងសញ្ញាបូកនេះក៏បានដែរប៉ុន្តែត្រូវឈរនៅលើ section ហ្នឹងសិនតោះណាឈរនៅលើ section នេះតែហ៊ានទៅឈរនៅលើ section នេះបងប្អូនចុចសញ្ញាបូកនេះវាបង្កើត section ទី1ហើយគឺ section ទី1ហើយតែបើបងប្អូនចង់បង្កើតសំណួរនៅក្នុង section ទី2បងប្អូនត្រូវមកឈរលើ section ទី2សិនឃើញអត់នេះអញ្ចឹងពេលដែលបងប្អូនឈរនៅលើ section ទី2ហើយបងប្អូនចុចសញ្ញាបូកដើម្បី add question មកអញ្ចឹងសំណួរហ្នឹងនឹងធ្លាក់មកក្រោមតោះណាបងប្អូនបាទអញ្ចឹងចាប់ផ្ដើមសំណួរមកយើងចាប់ផ្ដើមសំណួរពីងាយបានហើយមិនបាច់ឲ្យគាត់ពេញក៏បានដែរខ្ញុំនិយាយស្មោះត្រង់បងប្អូនបង្កើតកម្រងសំណួរបែប yes no ទៅអញ្ចឹងបងប្អូនអាចសួរថាតើអានេះដូចបងប្អូនកាពិតទៅវាដូចបងប្អូនទៅសួរប្រជាពលរដ្ឋជាក់ស្ដែងមែនតើអញ្ចឹងពេលបងប្អូនធ្វើ score card ជាមួយប្រជាពលរដ្ឋដែលឲ្យគាត់និយាយច្រើនអីមែនទេតែអាសំណួរណាដែលយើងត្រូវការគាត់និយាយចាំយើងសួរអញ្ចឹងណាប្រហែលថាកន្លែងសូមបញ្ចេញមតិយោបល់ជាក់លាក់ណាមួយដែលបងប្អូនចង់ផ្ដល់យោបល់ជូននឹងឃុំរបស់បងប្អូនអីចឹងទៅអាហ្នឹងចាំឲ្យគាត់ទៅយោបល់ប៉ុន្តែកម្រងសំណួរខ្លះយើងត្រូវការត្រឹមតែ yes no ឯងឧទាហរណ៍ថាតើអ្នកធ្លាប់បាទអ្នកធ្លាប់សេវាបាទប្រើប្រាស់សេវារដ្ឋបាលឃុំដែរឬទេប្រើប្រាស់ខ្ញុំសរសេរចេះមកប្រើប្រាស់សេវាប្រើប្រាស់សេវាឃុំនិយាយចឹងមកខ្ញុំសរសេរច្រើនឃុំនៅចុងខែឬក៏នៅចុងខែឬក៏2សប្តាហ៍មុនដែរទេអីចឹងណារយៈពេល2សប្តាហ៍កន្លងមកមានបងប្អូនមានអាហ្នឹងយើងចង់ដឹងថាគាត់រយៈពេលណាមួយចឹងណា2ខែចុងក្រោយតើអ្នកធ្លាប់ប្រើប្រាស់សេវាឃុំកោះខែដែរឬទេអញ្ចឹងណាតើប៉ុណ្្នឹងមកបងប្អូនបន្ទាប់មកបងប្អូនបង្កើតកម្រងសំណួរអាកន្លែងនេះខ្ញុំច្រឡំចុចមិនយើងយកសំណួរពហុជ្រើសរើសមកនេះ multiple choice មកដាក់ទេមកធ្លាប់ដាក់ថាធ្លាប់ហើយមួយទៀតមិនធ្លាប់អញ្ចឹងទៅមិនធ្លាប់ឬក៏ញឹកញាប់ហើយខ្ញុំជួយដាក់ទៅហ្នឹងតោះណាបងប្អូនបាទរងសំណួរបន្តទៀតអាចបងប្អូនអាច duplicate កន្លែងនេះដើម្បីអាចថាជាសំណួរបើវាជាសំណួរ yes no មិនដែរទេ duplicate មកនេះឃើញទេ duplicate មកហើយមកឲ្យសួរបន្តទៀតមកឬក៏តើអ្នកប្រើប្រាស់សេវាអ្វីប្រើប្រាស់សេវាអ្វីហ្នឹងហើយយើងអាចសួរហ្នឹងគឺសួរជាក់លាក់ទៅលើសេវាអីគេគាត់ប្រើអីគេឥឡូវកន្លែងនេះយើងឲ្យគាត់ tick 1ឬក៏2ក៏បានឬក៏ជា check box ណា check box ចេះមកដើម្បីឲ្យគាត់ select បានច្រើនគាត់អាចប្រើប្រាស់ច្រើនសេវាអាចនិយាយថាបាទអញ្ចឹងយើងប្រើពីអត្រានុកូលដ្ឋានណាបាទអត្រានុកូលដ្ឋានបាទហើយសេវាអីទៀតសេវារដ្ឋបាលសេវារដ្ឋបាលហេអាណាផ្សេងពីគ្នាមើលអូមកថាការបញ្ជាក់អីគេបងប្អូនជាសម្បត្តិកំណើតបាទអាហ្នឹងនៅក្នុងអត្រានុកូលដ្ឋានអត់គេណាបាទអត្រានុកូលដ្ឋានឥឡូវបញ្ជាក់នេះបញ្ជាក់ទីលំនៅអីអាហ្នឹងក៏ដាក់គោលដ្ឋានដែរមែនទេបញ្ជាក់ភាពនៅលីវអីបាទនៅអត្រាគោលដ្ឋានដល់ចុះអាបញ្ជាក់កិរិយាមារយាទកិរិយាមារយាទក្រៅដោយសារអូខេអញ្ចឹងយើងដាក់កិរិយាមារយាទមកបញ្ជាក់មារយាទបញ្ជាក់កិរិយាមារយាទមួយទៀតអាចបញ្ជាក់ក៏ដោះស្រាយចំនួនបាទផ្សេងអីទៅបងប្អូនអាហ្នឹងអាចគាត់អាចយើងអាចរួមឃើញខ្ញុំបើបងប្អូនមានច្រើនបងប្អូនដាក់ទៅតែខ្ញុំសូមបញ្ជាក់ថា text box នេះមានន័យថាគាត់អាចរើសពីមួយរើសច្រើនជាងមួយអញ្ចឹងណា
ចឹងអានេះគឺជាកម្រងសំណួរឲ្យឃើញអត់បន្ទាប់មកទៀតមកឧទាហរណ៍ថាចប់ហើយខ្ញុំចង់បានសំណួរចុងក្រោយមួយទៀតគឺតើអ្នកមានសំណុំពរអីចឹងណាតើអ្នកមានសំណុំពរអីវាចិត្តដល់ម៉ោងណាយើងសំណុំពរអីព្រោះបងប្អូនត្រូវធ្វើត្រូវបំពេញឲ្យខ្ញុំហើយយើងទៅមើលតិន័យជាក់ស្ដែងទាំងអស់គ្នាឥឡូវតើអ្នកមានសំណុំពរអ្វីខ្លះអ្វីទៅកាន់រដ្ឋបាលភូមិរបស់អ្នករដ្ឋបាលភូមិកោះខេត្តចឹងកន្លែងនេះយើងដូរទៅជា short answer ឬក៏ paragraph វិញដើម្បីឲ្យគាត់សរសេរព្រោះអានេះយើងគាត់អាចសរសេរច្រើនអញ្ចឹងយើងអាចប្រើ short answer ប៉ុន្តែ short answer គាត់អាចសរសេរអត់បានច្រើនណាអញ្ចឹងយើងប្រើពាក្យ paragraph វិញដើម្បីឲ្យគាត់សរសេរច្រើនបានអញ្ចឹងណាបាទ គ្រូមកសិតអង់គ្លេសទៅតាមមិនចាំលោកគ្រូ អូអានេះវាអញ្ចឹងវាអង់គ្លេសអញ្ចឹងបានថាអញ្ចឹងបានខ្ញុំ record វីដេអូហ្នឹងណាឲ្យចាំខាស់ទៅមើលវីដេអូទៅអញ្ចឹងណាខាអូខេតោះទៅអ្នកគ្រូណែត ខាងគ្រូ បាទ សិតតែជំនាញអង់គ្លេសលោកគ្រូ ហ្នឹងហើយសារជំនាញដោយសារតែអាហ្នឹងវានៅអង់គ្លេសឡើយទេវាអត់តន់គេហៅអត់តន់អីគេ គេថាការរួមបញ្ចូល ហ្នឹងហើយការរួមបញ្ចូលមិនមែនសភាវុបនីយកម្មគេហៅគេទេគ្រូសុងលី សភាអីភាវុបនីយកម្ម មិនអត់ទេអាហ្នឹងគេហៅបង ឥឡូវ លី ចេះ អាហ្នឹង ទៅ គេហៅគេ បើអង់គ្លេសអត់ចាំឲ្យតែខ្លួនយើងនឹងចាំទៅបានហើយ បាទឲ្យតែយើងមិនទៅសួរនំអង់គ្លេសទេបាទយើងចាំតែខ្លួនយើងនៅរស់នៅដោយសុខដុមរមណីយកម្មគេប្រើពាក្យហ្នឹងមានន័យថារួមបញ្ចូលគ្នាបានអញ្ចឹងណាវាអត់តន់ចូលគ្នាទេរវាងGoogle ហើយនឹងប្រទេសខ្មែរយើងណាភាសាហ្នឹងគឺជាភាសាបច្ចេកទេសអញ្ចឹងវានៅតែថាជាភាសា international ដែរវាអត់តន់អាចហើយសុខដុមរមណីយកម្មមួយគ្នាបាទតែសិនជាបានអាហ្នឹងបងប្អូនខ្ញុំក៏សប្បាយចិត្តដែរប៉ុន្តែធ្វើម៉េចបើវាមិនបានអញ្ចឹងវាត្រូវការទាមទារបងប្អូនចាំច្រើនជាងអញ្ចឹងណាចាំ អានេះគេហៅពហុនីយកម្មដោយសារវាប្រើបានលើសពី1ទៅរហូត យ៉ាហើយបងអរគុណអញ្ចឹងយើងទៅមកចំណុចទៀតនិយាយអំពីរបៀបរបៀបដែលយើងត្រូវកន្លែងដែលទៅសេសំណួរមួយហ្នឹងបងប្អូនត្រូវកំណត់ថាតើគាត់ចាំបាច់ត្រូវបំពេញអត់មានន័យថាពេលដែលបងប្អូនផ្ញើទៅឲ្យបងប្អូនដែលចាំខ្លួនឯងពេលដែលយើងបំពេញតម្រងសំណួរដល់ពេលយើងអត់បំពេញអាប្រឡោះទៅហ្នឹងគឺយើងចុចនិចទៅអត់ទៅតោះណាដែលធ្លាប់ឃើញអាហ្នឹងបាទអញ្ចឹងនេះ ពេញគ្រប់តម្រងសំណួរអស់ បាទនេះដូចអមថាខ្ញុំចូលទៅតម្រងនេះអាតម្រងនេះបើសិនជាខ្ញុំនេះវាមានបតុងមួយពាក្យថា require បងប្អូននៅពេលដែលខ្ញុំបិទចេះមានន័យថាបងប្អូននឹងអត់បំពេញឈ្មោះក៏យើងនៅតែនិចបន្តទៅមុខទៀតបានប៉ុន្តែបើខ្ញុំចុចពាក្យ require ចេះមានន័យថាចាំបាច់ត្រូវតែបំពេញហ្មងអាកន្លែងនេះហើយអាហ្នឹងបងប្អូនទាំងអស់គ្នាត្រូវតែធ្វើអញ្ចឹងដែរបើមិនពេញយើងអត់បានព័ត៌មានអញ្ចឹងយើងត្រូវ require វាកន្លែងនេះត្រូវ require ទាំងអស់ឃើញវាមានសញ្ញាផ្កាយនៅពេលយើងដាក់ require អញ្ចឹងគឺមានសញ្ញាផ្កាយចេញមកត្រូវតែចាំបាច់បំពេញដល់ពេលមកកម្រងសំណួរទាំងអស់នេះអានេះមានកម្រងសំណួរខ្លះមិនបាច់បំពេញក៏បានតែកម្រងសំណួរខ្លះត្រូវចាំបាច់បំពេញឧទាហរណ៍ថាខ្ញុំគិតថានេះត្រូវចាំបាច់ឯនេះហើយក៏មិនពិបាកសម្រាប់គាត់ដែរអានេះគឺត្រូវចាំបាច់គាត់ត្រូវតែចាំបាច់រើសវាយល់ទេត្រូវរើសវាមួយធ្លាប់មិនធ្លាប់នេះដើម្បីយើងដឹងថាគាត់ធ្លាប់អត់ហើយអានេះក៏ត្រូវចាំបាច់ឲ្យគាត់ take ដែរ take អីមួយបើថាអាហ្នឹងវាមានកន្លែងខ្លះអត់ចាំបាច់ take ដែរបើមកថាគាត់មិនធ្លាប់ទេអានេះគាត់មិនចាំបាច់ take ទេអញ្ចឹងបើគាត់អត់ធ្លាប់ផងមិនអញ្ចឹងហ៎បងប្អូនអញ្ចឹងកន្លែងនេះបងប្អូនកុំដាក់ require អីតន់ខ្ញុំនិយាយដែរបាទបើសិនជាបងប្អូន require មានន័យថាបើគាត់មិនធ្លាប់ផងនៅ require អីទៀតមតិយោបល់នេះសំខាន់ចាំបាច់ត្រូវតែ require ត្រូវតែឲ្យគាត់បំពេញមួយបើគាត់ថាបើគាត់ថាគ្មានមតិយោបល់គាត់ត្រូវតែសេថាគ្មានមតិយោបល់នៅក្នុងនេះ សំខាន់ឲ្យតែបានបំពេញលោកគ្រូ បាទសំខាន់ឲ្យតែបានបំពេញហ្នឹងហើយអញ្ចឹងអាហ្នឹងសំខាន់ណាស់សម្រាប់បងប្អូនទៅបង្កើតកម្រងសំណួរបងប្អូនត្រូវគិតគូរកន្លែងហ្នឹងដែរអូខេអញ្ចឹងមួយទៀតនៅក្នុងផ្ទាំងមួយទៀតតទៅមួយនឹងកន្លែង response នៅពេលដែលបងប្អូនបង្កើតកម្រងសំណួរបងប្អូនត្រូវមករកកន្លែងនេះបងប្អូនឃើញខាងលើខ្ញុំឃើញម៉ៅខ្ញុំហ៎នេះបងប្អូនមាន3 option បាទកន្លែង question កន្លែងបង្កើតកម្រងសំណួរតែកន្លែង response នេះបងប្អូនត្រូវមកមើលវា
ថាតើបងប្អូនត្រូវការឲ្យគ្នាឲ្យអ្នកណាខ្លះ respond អ្នកណាខ្លះអាចមើលឃើញអញ្ចឹងណាអ្នកណាខ្លះអាចបំពេញទិន្នន័យនៅនឹងបានបើសិនជាបងប្អូននេះកន្លែងនេះបងប្អូនចូលទៅ preview មកនេះបងប្អូនទៅ preview ទៅបងប្អូននឹងឃើញជាក់ស្ដែងថាកម្រងសំណួរបងប្អូនវាចេញរូបភាពវាមិនបងប្អូនអត់ឃើញទេមែនទេឃើញខ្ញុំ present ឃើញអីផងនេះចេះនេះវាចេញឲ្យយើងមើលឃើញចេះតោះនេះបងប្អូនឃើញបាទនេះវាចេញជាតម្រងហ្នឹងតម្រងជាក់ស្ដែងឲ្យយើងសាកល្បងមើលថាតម្រងកម្រងសំណួរខ្ញុំចេញចេះស្ទើអញ្ចឹងណាតោះហ្នឹងបងប្អូនបាទចេញអញ្ចឹងឯងហើយបន្ទាប់មកបងប្អូនអាចសាកល្បងខ្លួនឯងខ្ញុំមកថាខ្ញុំទៅសេឈ្មោះលឿនបន្ទាប់មកខ្ញុំទៅរកពាក្យ next មួយទៀតដើម្បី click ទៅរកកម្រងសំណួរបន្ទាប់នេះឃើញណាតែបងប្អូនមានតែទូរស័ព្ទថាធ្លាប់ទូរស័ព្ទដោះស្រាយចំនួនជាមួយនឹងគ្រូហានីអីចឹងទៅបាទហើយយើងសេផ្សេងមកថាការមេឃុំលំអៀងអីចឹងទៅបាទមេឃុំលំអៀងអីចឹងទៅខ្ញុំទៅសេលេងណាបងប្អូនលំអៀងស្រឡាញ់ជាពលរដ្ឋមិនស្មើអីចឹងទៅចាំមើល screenshot ឡើងហ្នឹងហើយ add story ឃើញចឹងងប់គ្នានេះជាពលរដ្ឋមិនស្មើអូខេស្រឡាញ់ឲ្យស្មើគ្នាពិនិត្យឡើងវិញណាបន្ទាប់មកបងប្អូនមើលនៅពេលដែលយើងបំពេញរួចហើយអីអស់ហ្នឹងទៅហើយបងប្អូនកន្លែងនេះយើងឲ្យមើលជាក់លាក់ថា indicator require a question អត់ឲ្យ submit ទេចឹង require question ទៅមើលសិនវាខុសកន្លែងណាបានជាអត់ឲ្យ submit ខាងក្រៅខ្ញុំចូលបាទប្រហែលជា back ទៅវិញលោកគ្រូនោះលោកគ្រូអាកន្លែងដែលយើងធ្វើសារលបងហ្នឹងគេអត់ឲ្យ submit ទេតើជាក់បដែងអញ្ចឹងអូខេទៅហើយអញ្ចឹងខ្ញុំចាំហើយអញ្ចឹងវាអត់ឲ្យយើង submit ទេអញ្ចឹងខ្ញុំត្រឡប់ទៅវិញណាបងប្អូនត្រឡប់ទៅកន្លែងយើងវិញអញ្ចឹងបងប្អូនអាចមកមើលកន្លែងតម្រងរបស់យើងវិញហើយនៅពេលដែលកន្លែងនេះកន្លែង response នេះនៅពេលដែលបងប្អូនណាគាត់ចាប់ផ្ដើមបំពេញកម្រងសំណួរវានឹង load response មកកន្លែងនឹងតែម្ដងអញ្ចឹងណាបាទរត់ load តាមចំនួនឥឡូវយើងអនុវត្តជាក់ស្ដែងតែឥឡូវខ្ញុំចាប់ផ្ដើមផ្ញើអញ្ចឹងរបៀបដែលយើងផ្ញើ link ហ្នឹងបងប្អូនអាចចូលមកកន្លែងបងប្អូនឃើញមានកម្រងមានខាងស្នាមដៃបងប្អូនឃើញទេខាងស្នាមដៃយើងមានពាក្យថា public ពណ៌ខៀវឃើញទេ publish បាទឃើញលោកគ្រូបាទអាហ្នឹងគឺជាកន្លែងដែលយើងចង់ផ្ញើ link ទៅឲ្យresponder ហ្នឹងអ្នកដែលឆ្លើយតបសំណួរតែបងប្អូនឃើញសញ្ញាបូកនេះសញ្ញាបូកនេះដឹងថាជាអីគេបងប្អូនអានេះគឺអាហ្នឹងមានន័យចេះវា share ហ្នឹងឲ្យត្រូវហើយចែកម្លែកប៉ុន្តែអាហ្នឹងសំដៅទៅលើអ្នកដែលគាត់មកគ្រប់គ្រងកម្រងសំណួរទាំងអស់ដូចខ្ញុំដែរបើមកថាខ្ញុំបង្កើតខ្ញុំចង់ឲ្យមានម្នាក់ទៀតគ្រប់គ្រងកម្រងសំណួរហ្នឹងចាំប្រមូលព័ត៌មានអញ្ចឹងណាតោះណា co-manage អាហ្នឹងអានថា add គាត់ជា admin ដែរបាទមានន័យថាគាត់ក៏មានក៏អាចតែកែសម្រួលកម្រងសំណួរហ្នឹងបានដែរហើយគាត់ក៏អាចទាញយកទិន្នន័យពីអ្នកឆ្លើយបានដែរអញ្ចឹងណាបាទអញ្ចឹងបើយើង share អាហ្នឹងហ៊ានតែ share អាហ្នឹងមានន័យថាយើងត្រូវការឲ្យមានម្នាក់ទៀតមកជួយយើងនេះកន្លែងនេះមានន័យពេលចុចទៅបងប្អូនត្រូវវាយអមថាខ្ញុំចង់ឲ្យឈានឬក៏ខ្ញុំចង់ឲ្យអ្នកណាគេខ្ញុំចង់ឲ្យអ្នកគ្រូគុណភាឬក៏ឲ្យហានីគាត់ជួយmonitor អាហ្នឹងខ្ញុំដាក់នៅកន្លែងហ្នឹងទៅឈានក៏អាចចូលទៅប្រើប្រាស់អាហ្នឹងបានដែរដល់មកថាខ្ញុំចូលទៅឈានមួយចុះបន្ទាប់មកខ្ញុំឲ្យគាត់មិនមែនជា response នេះកន្លែងចំណុចនេះសំខាន់ដូរពាក្យពី responder ទៅជា editor តោះណាត្រូវឲ្យគាត់ទៅជា editor បើសិនជា responder ដែរទេមានន័យថាយើងដូច share link ឲ្យគាត់ពេញទៅទេមិនមែនជាឲ្យគាត់ជួយការងារដូចខ្ញុំនិយាយទេប៉ុន្តែបើ editor មានន័យថាគាត់ចូលបានទាំងអស់គាត់កែកម្រងសំណួរគាត់កែបានអញ្ចឹងពេលដែលខ្ញុំចុច send ទៅអញ្ចឹងវានឹង load message ឬក៏ email ហ្នឹងទៅឲ្យបងឈៀនតែម្ដងចាំបងឈៀនគាត់អាចចូលទៅប្រើបានគាត់អាចចូលយកកម្រងសំណួរទៅប្រើបានកែសម្រួលបានអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំអាហ្នឹងខ្ញុំមកឧទាហរណ៍ទេបន្ទាប់មកយើងចូលមក public សិនទៅតាមលំដាប់ដោយខ្ញុំចូលទៅ public នេះគឺវាមានន័យវាជាក់លាក់ជាមួយតែអ្នកណាដែលឆ្លើយសំណួរយើងទេណាវាអត់ពាក់ព័ន្ធជាមួយអ្នកជួយ
អ្នកជួយរៀបចំអ្នកជួយ control សំណួរទេអញ្ចឹងកុំឲ្យបងប្អូនច្រឡំណាចាំបងប្អូនកុំតន់គិតអារឿងសញ្ញាបូកនេះខ្ញុំបញ្ជាក់ម្ដងទៀតកុំតន់គិតអាហ្នឹងនាំឲ្យឈឺក្បាលទេគិតអានេះសិន public នេះសំខាន់គឺបងប្អូនពេលដែលកម្រងសំណួររួចរាល់បងប្អូនត្រូវតែចុចវាជា public ចេះហើយកន្លែងហ្នឹងបងប្អូនចុចពាក្យ public ឲ្យហើយចេះមកមានអ្នកកម្រងសំណួរនេះគឺ public តោះណាបងប្អូនតោះណាអញ្ចឹងបងប្អូននេះឃើញវាបង្កើត link ហ៎បងប្អូនឃើញកន្លែងនេះហ៎ ឃើញ អញ្ចឹងកន្លែងហ្នឹងបងប្អូនត្រូវ copy link ប៉ុន្តែ link នេះវែងអញ្ចឹងបងប្អូន take ទៅនេះដើម្បីឲ្យវាខ្លីដើម្បីវា short ឲ្យខ្លី take វាមកឃើញទេឃើញ link ហ្នឹងខ្លីហ៎បងប្អូនឃើញអត់ ឃើញ ហើយរួច copy វាមកពេលដែល copy គឺមានន័យថាវាបាត់ទៅវិញប៉ុន្តែយើង copy រួចអញ្ចឹងបងប្អូនចូលទៅ Telegram ឬ group ណាមួយទៅឥឡូវអមថាខ្ញុំចូលទៅ Telegram group របស់យើងអញ្ចឹងបងប្អូនចូលទៅបំពេញតិចមកណាបាទចូលទៅបំពេញណាខ្ញុំចូលទៅ group របស់យើងខ្ញុំតម្លាក់ចូលភ្លុកតម្លាក់ចូលហើយ ទៅបំពេញឥឡូវបានអត់ចា៎ បាទបំពេញឥឡូវមកដើម្បីយើងឃើញពី process ជាក់ស្ដែងខ្ញុំបើក response នេះចោលចាំមើលតិចទៀតវានឹង load មកមាន1 2 3មានទិន្នន័យ1 2 3មកអញ្ចឹងសូមឲ្យបងប្អូនចូលទាំងអស់អ្នកដែលបានរៀនថ្ងៃនេះនៅក្នុងបន្ទប់យើងនេះប្រជុំថ្ងៃនេះចូលទៅទាំងអស់គ្នាបងប្អូនព្រោះខ្ញុំដាក់ចូលក្នុង Telegram ហើយតើបងប្អូនមកយាយពេញហើយនៅសេមតិអីអត់មានទៅសេប្តឹងអីញ៉ៃវាអត់បែកឃ្លាអូខេមកមួយហើយបាទនាងនុតហានីបាទមកមួយហើយមកពីរហើយសារាយឃើញទេពេលដែលយើងចាប់ផ្ដើមគ្រាន់តែគាត់ទៅសេភ្លាមតំណែងលោតមកភ្លាមចេញជាក្រាបភ្លាមឃើញអត់ស្រី 100% អត់មានប្រុសទេពីរនាក់នេះសិតតែស្រីធ្លាប់ទាំងពីរនាក់នេះធ្លាប់ទាំងពីរបងធ្លាប់ប្រើប្រាស់សេវាទាំងពីរ ចាកុំអានអាកណ្ដាល ហើយមេឃុំសង្ហាឲ្យបន្ទុក10 លើ 10សាហាវដល់សេវាល្អបាទអូខេឃើញទេអញ្ចឹងអានេះគឺឃើញវាបង្ហាញក្រាបតែបងប្អូនអញ្ចឹងបងប្អូនឃើញវា generate មកអូតូហើយយើងអាចវាតម្លៃហ្មងជាក់លាក់ជាក់ស្ដែងមែនអត់បងប្អូនអញ្ចឹងបងប្អូនយល់ហើយណាយល់ពី process ហ្នឹងណាទាំងអស់គ្នាបងប្អូន យល់ហើយឆើយល់ហើយ បាទអញ្ចឹងហើយខ្ញុំគិតថាមេរៀនគឺមានប៉ុណ្ណឹងតែចប់ពីហ្នឹងទៅបងប្អូនត្រូវធ្វើ assignment ឲ្យខ្ញុំមកហើយណាមេរៀនប៉ុណ្ណឹងឥឡូវខ្ញុំបង្កើត assignment ឲ្យហើយកុំឲ្យបងប្អូនអីគេគ្រូមិនឃើញមាន assignment អីផងណាមើលដាក់ assignment ឲ្យសិន លោកគ្រូតាមតន់ដល់ហើយហើយថែមថ្មីទៀតហើយ ខ្ញុំអត់ដឹងទេដឹងតែធ្វើមួយ assignment មួយហើយរៀនមួយ assignment មួយអូខេបង្កើត assignment សូមបង្កើតកម្រងសំណួរបាទបង្កើតកម្រងសំណួរបាទបង្កើតកម្រងសំណួរ Google Form បាទ Google Form សូមបងប្អូនបាទសូមបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមដាក់លំហាត់ឲ្យណាបាទសូមបងប្អូនកម្រងសំណួរបាទបង្កើតកម្រងសំណួរស្ដីពីការស្រង់មតិយោបល់ពីប្រជាពលរដ្ឋស្រង់មតិយោបល់ពីប្រជាពលរដ្ឋបាទពីប្រជាពលរដ្ឋលើការប្រើប្រាស់សេវាមណ្ឌលសុខភាពលើនេះខ្ញុំដូរពីឃុំមកមណ្ឌលពេជ្រចង្វារបញ្ជាក់សូមផ្ញើជា link ជាដំណរភ្ជាប់រួច submit រួចផ្ញើមកកាន់ submit ណារួច turn in ណាអានេះ turn in ក្នុង assignment អូខេសាញណាបងប្អូនអាសាញបាទសាញណាបងប្អូនលឹប តន់ចិត្តរៀនភ្លាមបានលំហាត់ភ្លាម
តែ ញ៉េ ឆើតឃើញអត់លំហាត់ហ្នឹងអាសាញនៅក្នុងថ្នាក់រៀនគ្រូឧទ្ទេសមជ្ឈមណ្ឌលការងារ digital ប៉ុន្តែដល់ពេលនៅក្នុងក្រុមបណ្ដាញខេត្តមាន អត់មានទេ assignment អត់មានអាហ្នឹងទេព្រោះនៅក្នុងបណ្ដាញខេត្តគឺជា assignment official ផ្លូវការតោះណា អូ ជាផ្លូវ ច ការ ង់និយាយចេះចង់និយាយនៅក្នុងគ្រប់ធំនោះបើសិនមានលោកគ្រូគាត់ផ្នែកណាមួយគាត់ដាក់អាសាញមិនមកយើងពេញឲ្យគាត់តាមមុខវិជ្ជារបស់គាត់ទៅតែនៅក្នុងគ្រប់របស់លោកគ្រូគឺតែរបស់លោកគ្រូម្នាក់គាត់តែប៉ុណ្ណឹង បាទខ្ញុំតាក់ទងតែ digital ខ្ញុំទេអានេះបាទនេះអ្នកគ្រូហានី បាទ អ លោក ញ គ្រូខ្ញុំលោកគ្រូ បាទមកអ្នកគ្រូសារ៉ាយម្ដងទៀតថាម៉េច ខ្ញុំចង់សួរមួយលោកគ្រូតើតើមួយ assignment ក្នុងក្រុមបណ្ដាញខេត្តមានមិន assignment ដែរគ្រូ យើងមានដូចជាឥឡូវខ្ញុំសៀមួយសារទៀតខ្ញុំសៀឲ្យឃើញនេះassignment របស់យើងបើមើលមកក្នុង grade មានតែ4 assignment ទេឃើញអត់ទី1 2 3 4មានតែ4ទេទី1គឺបង្កើតថ្នាក់រៀន digital តាមខេត្តទី2គឺបង្កើតឯកសាររួមដែលអាចចែកម្លែកទៅកាន់បណ្ដាញរបស់យើងទី3បងប្អូនរៀបចំរចនាសម្ព័ន្ធ email មានប្រមូល email របស់បណ្ដាញរបស់យើងទាំងអស់តនអ្នកគ្រូកន្លែងហ្នឹង ចាគ្រូខ្ញុំឃើញនៅក្នុងclass ខ្ញុំបើនេះឃើញតែ3ចឹងគ្រូ នៅក្នុងនឹងមែនទេប្រហែលជាអ្នកគ្រូសារ៉ាយមកក្រោយទៅមានតាអ្នកគ្រូសារ៉ាយ ខ្ញុំឃើញតែ3 assignment ហើយខ្ញុំសាប់នេះឲ្យអស់ហើយ អូត្រូវហើយដោយសារនេះអ្នកគ្រូមើលឃើញ not assign ហ៎ដោយសារអ្នកគ្រូមកក្រោយខ្ញុំទៅ add ក្រោយអញ្ចឹង assignment ដំបូងគេនេះអត់មានអ្នកគ្រូទេអញ្ចឹងណា ប៉ុន្តែសារ៉ាយឯងអ្នកគ្រូឯងអ្នកណាខ្លះនៅក្នុងនេះមានជាគ្នារបស់យើងនេះនៅក្នុងនេះមានណាគេនៅត្បូងឃុំទៀត ខ្ញុំឃើញតែហត់តែពេជ្រនៅខាងខ្ទង់ហើយខ្ញុំមើលលោកគ្រូ នេះហូតស្រីពេជ្រអញ្ចឹងឲ្យស្រីពេជ្រគាត់បង្កើតទៅអញ្ចឹងណាដោយសារ assignment ហ្នឹងគឺ assign ឲ្យស្រីពេជ្រ ចាគ្រូចា ហ្នឹងហើយដោយសារតែអ្នកគ្រូមកក្រោយអ្នកគ្រូសារ៉ាយឲ្យមកក្រោយទៅគឺអត់បាន assign ទេអូខេហ្នឹងហើយអរគុណបងប្អូនខ្ញុំគិតថាយើងខ្ញុំជំជប់មេរៀនខ្ញុំប៉ុណ្្នឹងហើយប៉ុន្តែមានបងប្អូនមានសំណួរអត់ដោយសារតែមេរៀននេះខ្ញុំអត់ចង់វែងឆ្ងាយទៅមុខទៀតទេខ្ញុំខ្លាចបងប្អូនចាប់អត់បានវាសំខាន់ហើយវាក៏លំបាកដែរមែនទេបងប្អូនបិទតែវាសំខាន់តែវាក៏លំបាកដែរអញ្ចឹងណា តែលំបាកដែរទេលំបាកមក លើកទឹកចិត្តគ្រូផង លំបាកតែតស៊ូធ្វើដល់ចេញ បាទខ្ញុំសុំបានតែពាក្យហ្នឹងទេហើយអញ្ចឹងពីខ្ញុំទៅសុំឲ្យបងប្អូនមានសំណួរបងប្អូនមិនយល់កន្លែងណាតែកុំឲ្យខ្ញុំធ្វើ process ឡើងវិញណាវាវែងឆ្ងាយបងប្អូនអាចមើលវីដេអូម្ដងទៀត អាពេលរៀនហើយអត់សួរ Google Form ឯងសួរថាគ្រូលឿនឈ្មោះអី ទៅអញ្ចឹងទៅហើយមិនបើសួរគ្រូលឿនវិញសួរពុនគ្រូលឿនផងឈ្មោះអី ជួយ ហើយយើងដល់ម៉ោងហើយដែរ បាទនៅសល់10នាទីទៀតគ្រូបាទ8នាទីទៀតគ្រូមានពាក្យពេចន៍អីជាចុងក្រោយ ខ្ញុំ ហ្នឹងហើយដោយសារពេលវេលាណាហើយបាយផងសូមអធិស្ឋានបន្តិចណាGoogle Form នេះគឺសំខាន់ណាស់នៅពេលដែលយើងដូចលឿនគាត់មានប្រសាសន៍អញ្ចឹងគឺប្រមូលបញ្ហាទីគាត់ដូចប្រមូលទិន្នន័យពីគ្នាយើងអញ្ចឹងណាI4C ដាក់បន្ទុកខ្លួនឯងដាក់បន្ទុកជាពលរដ្ឋកិច្ចប្រជុំរួមអីហ្នឹងយើងបង្កើតជា form តម្រង់ក្នុងនឹងទៅហើយប្រមូលទិន្នន័យពីគ្នាយើងមកអញ្ចឹងវាស្រួលអញ្ចឹងណាជាជាងបងប្អូនផ្ញើអីគេបញ្ជីវត្តមានអង្គុយកត់អង្គុយគូវាស្មុគស្មាញអញ្ចឹងGoogle Form នេះគឺយើងអាចប្រមូលបញ្ហាតម្រូវការនានាឡងពេលដែលយើងអនុវត្តសកម្មភាពនោះដល់យើងខ្ជិលជិះម៉ូតូទៅយកអញ្ចឹងណាហើយទី2វាបង្ហាញទិន្នន័យជាលក្ខណៈផ្លូវការទីហោនេះរយៈពេលចុងខែ2ខែហ្នឹងមកតើធ្លាប់ទៅទទួលសេវានៅគុំកោះកែលអត់អញ្ចឹងអាចជាព័ត៌មានមួយបង្ហាញគេដែលយើងមិនចាំបាច់អង្គុយបោកទូលេខចឹងណាអញ្ចឹងកន្លែងហ្នឹងគឺជារឿងមួយសំខាន់ហើយ
ជាទូទៅវាដូចខ្ញុំតែងតែនិយាយអញ្ចឹងទិន្នន័យជាតួលេខធ្វើឲ្យទំនុកចិត្ត 99% អញ្ចឹងអាហ្នឹងគឺសំខាន់ណាស់យើងនិយាយប្រាប់គេអត់តួលេខវាគណជាសកាសន្មតរបស់យើងឯងប៉ុន្តែគេមិនទាន់ជឿយើងទេប៉ុន្តែបើមានតួលេខចេះអាហ្នឹងគេនឹងជឿយើងថាអូទិន្នន័យដែលយើងយកមកអ្វីដែលយើងនិយាយទៅគឺគេអាចយកជាការនឹងទុកចិត្តបានអញ្ចឹងណាបងប្អូនណាហើយក៏ខំឲ្យបងប្អូនទាំងសៅរ៍ទាំងអាទិត្យអីឆ្លៀតពេលនៅក្នុងការចូលរួមបន្តិចទៀតហើយយើងអនុវត្ត digital ហើយករណីភាពសង្គមតទៅមុខសម្រាប់ឆ្នាំបន្តទៀតគឺ digital គឺជារឿងមួយសំខាន់ណាស់ឥឡូវហ្នឹងសូម្បីតែប៉ុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍វិទ្យុអីបន្តិចទៀតលែងមានទេលែងហើយខ្សែធនអស់ហើយអញ្ចឹងណាអញ្ចឹងជារួមគឺគេប្រើ digital ប្រើ smartphone ហើយអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនគ្រូទាំងអស់គ្នាហ្នឹងគឺប្រស៊ំតិចម្ដងនោះទោះបីជាយើងដឹងថា digital វាត្រូវការពេលវេលានៅក្នុងការអនុវត្តម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអញ្ចឹងណាបងប្អូនអញ្ចឹងដូចស៊ំដូចបងប្អូនប្រើ Telegram ប្រើ Facebook ប្រើអីឆាតអីអញ្ចឹងណាតិចទៀតគឺអញ្ចឹងដូចគ្នាដែរប៉ុន្តែមុនបងវាស្មុគស្មាញសម្រាប់បងប្អូនហើយ Google Form នេះបងប្អូនតេស្តបង្កើត form បង្កើតអីទៅឲ្យបោះឲ្យពួកខ្ញុំជួយតេស្តបងប្អូនណាហ្នឹងហើយយូរម្ដងពី2ដងអីទៅ4 5ដងទៅបងប្អូនអាចនឹងយល់ច្រើនជាងហ្នឹងហើយអញ្ចឹងណាដោយសារតែហើយ tool ឧបករណ៍ខ្លះវាជាភាសាអង់គ្លេសអញ្ចឹងតើបងប្អូនកត់ចំណាំហើយអនុវត្តដដែលអញ្ចឹងណាបងប្អូនបាទអញ្ចឹងអរគុណសម្រាប់ថ្ងៃចុងសប្តាហ៍ហើយអរគុណសម្រាប់ការចូលរួមរយៈពេល1ម៉ោងនេះហើយយើងឃើញថាបងប្អូនអរគ្នាអាចមានលទ្ធភាពនៅក្នុងការធ្វើកិច្ចការងារនេះបានហើយព្យាយាមនៅក្នុងការអនុវត្តដដែលម្ដងហើយម្ដងទៀតអញ្ចឹងណាបងប្អូនហ្នឹងហើយពីខ្ញុំទៅមានប៉ុណ្ណឹងអរគុណបានអរគុណច្រើនបងសង្លីមិនលើកទឹកចិត្តខ្លាំងមែនតើបងប្អូនហើយសង្ឃឹមថាយើងអាចខ្ញុំសង្ឃឹមចោះថាយើងជួបគ្នាភាសាទៀតដោយឡែកពីខ្ញុំពីគ្រាន់តែជា technical ទេប៉ុន្តែខ្ញុំគិតថាបងប្អូនដឹងថាណាគេគឺជាអ្នកគេហៅ direct បងប្អូនណាដឹកនាំបងប្អូនឲ្យត្រូវផ្លូវគឺលោកគ្រូសុងលីនឹងហើយអញ្ចឹងខ្ញុំនឹងធ្វើការមួយគ្រូសុងលីបន្ថែមទៀតដើម្បីបំពាក់បំពន់ទៅលើផ្នែក digital ក៏ដូចជាយើងមានផែនការថាឲ្យបងប្អូនមានសមត្ថភាពទៅលើការបង្កើត content ទៅលើ Facebook ណាដោយលោកគ្រូសុងលីនិយាយអញ្ចឹងតិចទៀតលែងមានទូទស្សន៍លែងមានអីហើយបងប្អូនអញ្ចឹងបងប្អូនខ្លួនឯងត្រូវតែបំពាក់បំពន់ខ្លួនឯងបង្កើតមានគំនិតច្នៃប្រឌិតដើម្បីចែកម្លែកព័ត៌មានបង្កើតព័ត៌មានផ្សព្វផ្សាយព័ត៌មានទៅតាមបណ្ដាញសង្គមអញ្ចឹងហើយបានជាខ្ញុំបង្កើតហើយគេហៅសាកល្បងការងារ digital pilot 1 pilot 2ហើយយើងឃើញ progress ខ្លាំងណាស់យើងឃើញមានសមត្ថភាពខ្លាំងខាស់របស់យើងជាពិសេសតំបន់មួយវាមិនច្រើនទេប៉ុន្តែតំបន់មួយចំនួននេះ1 2ទេ3 4ចុះវាអត់ច្រើនប៉ុន្តែយើងឃើញមាន progress បើទោះបីជាបានតិចប៉ុន្តែវាមានគេហៅថាការរីកចម្រើនវឌ្ឍនភាពខ្លាំងមែនទេជាពិសេសនៅម៉ូនៅកំពង់ស្ពឺសំរោងតងនៅកណ្ដាលស្ទឹងនៅស្អាងអីសិតតែមានសមត្ថភាពនៅសុនិគមក៏គាត់ដើរនៅប្រាសាទបន្លាំងក៏គាត់ដើរអញ្ចឹងនៅរវាងក៏គាត់ដើរគាត់ថាវានៅមានចំណុចមួយចំនួនធំដែលយើងត្រូវរៀនបន្តទៀតបន្ថែមដើម្បីអភិវឌ្ឍទៅកាន់តែខ្លាំងហើយវាចេញពីបងប្អូនដែលជាថ្នាក់ដឹកនាំអញ្ចឹងបងប្អូនគឺជាថ្នាក់ដឹកនាំអញ្ចឹងបងប្អូនមករៀនមិនមានន័យថាបងប្អូនត្រូវតែធ្វើវាផ្ទាល់តែថាបងប្អូនមករៀនមកចេះមកដឹងហើយបងប្អូនចែកម្លែកទៅបណ្ដាញបងប្អូនហើយធ្វើម៉េចឲ្យគាត់មានសមត្ថភាពហើយឲ្យគាត់ធ្វើការងារនឹងបន្តអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនដែលបានចូលរួមហើយខ្ញុំនឹងបន្តពីចប់ទៅខ្ញុំនឹងយកវីដេអូហ្នឹងកាត់វាឲ្យខ្លីបំផុតតាមដែលអាចធ្វើទៅបានហើយដាក់វាចូលក្នុង e-learning platform របស់យើងហើយបងប្អូនអាចចូលទៅមើលបន្ថែមណាទាក់ទងជាមួយនឹងរបៀបនៃការប្រើប្រាស់ Google Form ហ្នឹងលើកទឹកចិត្តបងប្អូនធ្វើវាអនុវត្តវានឹងវាសំខាន់ណាស់វាសំខាន់មែនទែនដោយគ្រូសុងលីនិយាយអញ្ចឹងព្រោះបងប្អូនចេះអានេះមួយបងប្អូនអាចប្រហែលជាបងប្អូនអាចធ្វើការងារធំច្រើនជាងនឹងដល់ទៀតព្រោះទិន្នន័យសំខាន់បងប្អូនទិន្នន័យសំខាន់មែនទែនអរគុណច្រើនបងប្អូនខ្ញុំមានប៉ុណ្ណឹងជួបគ្នាសូមឲ្យបាទទទួលទានអាហារថ្ងៃត្រង់ឆ្ងាញ់ទាំងអស់គ្នាណាបាទហើយយើងជួបគ្នា
នៅប្រហែលសប្តាហ៍ក្រោយទៅមុខទៀតបើតែខ្ញុំអត់ច្បាស់ថាថ្ងៃអង្គារនេះខ្ញុំតនេអត់ទេបងប្អូនចាំខ្ញុំដាក់នៅក្នុងក្រុមទៀតណាតែបើមិនតនេទេប្រាប់មុនបាទគុណ បាទ បាទជម្រាបលា goodbye teacher goodbye លោក បាទ គ្រូ បាទបាទ គុណរៀបលាលោកគ្រូ Goodbye អរគុណអរគុណជម្រាបលាអ្នកគ្នា បាទបាទជម្រាបលាបាយ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  Bye